ថ្ងៃនេះនាំលោកយាយលោកតាពុកម៉ែបងប្អូនយើងទៅតាមដានស្ដាប់នៅរឿងការផ្សងព្រេងរបស់បរិសុទ្ធពីរនាក់បាននៅលើមហាសាគរបាទដ៏ធំធេងបាទឆ្ពោះទៅកោះអាកំបាំងមួយដែលជិះទូកបាទនៅលើមហាសាគរហ្នឹងគឺជួបជាមួយនឹងឧបសគ្គជាច្រើនបាទដូចជាជួបជាមួយយក្សជួបជាមួយនឹងសត្វចម្លែកជាច្រើនបាទនៅក្នុងមហាសមុទ្រហ្នឹងតែម្ដងបាទតើកុំឲ្យពុកម៉ែបងប្អូនយើងរងចាំយូរយើងនាំអារម្មណ៍ពុកម៉ែបងប្អូនយើងទៅតាមដានស្ដាប់កំសាន្តនៅរឿងនេះទាំងអស់គ្នាតែម្ដងទូកដ៏តូចមួយឈ្មោះថាសង្ឃឹមបានលយទៅលើរលកសមុទ្រពណ៌ខៀវខ្ចីនៅលើទូកមានបរិសុទ្ធពីរនាក់ម្នាក់ឈ្មោះថាកែវជាអ្នកជំនាញខាងទូកនិងម្នាក់ទៀតឈ្មោះថាសួសជាអ្នកដើរផ្សងព្រេងពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកោះអាកំបាំងមួយឈ្មោះថាកោះងងឹតដែលគេថាជាទីតាំងនៃកំណប់ទ្រព្យបុរាណពេលចូលទៅដល់មហាសាគរនោះអាកាសធាតុក៏បានប្រែប្រួលពពកខ្មៅបានបក់បោកគ្របដណ្ដប់មេឃផ្គរលាន់រញ្ជួយផ្ទៃទឹករលកបានបោកបក់យ៉ាងខ្លាំងមកលើទូកកែវនិងសួសបានព្យាយាមទប់ទូកប៉ុន្តែព្យុះខ្លាំងពេករហូតដល់ពួកគេបាត់បង់ទិសដៅហើយត្រូវរលកដ៏ធំមួយបោកបក់ទៅកាន់តំបន់ទឹកដែលមិនមាននៅក្នុងផែនទីពេលព្យុះស្ងប់ស្ងាត់ទូករបស់ពួកគេក៏បានរត់សាត់ចូលទៅក្នុងតំបន់សមុទ្រមួយដែលមានទឹកថ្លាខុសធម្មតាហើយមានពន្លឺពណ៌ស្វាយចម្លែកចេញពីបាតសមុទ្រមិនឆ្ងាយពីកន្លែងនោះគេឃើញមានកោះថ្មខ្មៅងងឹតមួយចំនួនដែលមើលទៅដូចជាធ្មេញយក្សស្រាប់តែទឹកសមុទ្របានពុះកញ្ជ្រោលមឹកយក្សដ៏ធំសម្បើមមួយឈ្មោះថាកូរ៉ាខេនបានលេចចេញពីបាតសមុទ្រដៃរបស់វាមានទំហំធំជាងទូកទៅទៀតហើយបានព្យាយាមចាប់ទូកកែវបានចាប់កាំបិតមុតស្រួចកាត់ដៃមួយរបស់វារីឯសួសបានបាញ់កាំភ្លើងដុំថ្មទៅចំភ្នែករបស់មឹកនោះបន្ទាប់ពីគេចផុតមឹកយក្សពួកគេបានបើកទូកកិច្ចយ៉ាងលឿនពេលឆ្លងកាត់ផ្ទាំងថ្មក្រោមទឹកមួយពួកគេបានឃើញត្រីដ៏ធំដែលមានធ្មេញស្រួចភ្លឺភ្លេចដូចដាវដែលហែលកាត់ក្រោមទូកយ៉ាងលឿនត្រីនោះមានពន្លឺពណ៌បៃតងចេញពីខ្លួននៅពេលដែលពួកគេគិតថាខ្លួនមានសុវត្ថិភាពហើយសំឡេងក្រហឹមដ៏ខ្លាំងមួយបានបន្លឺឡើងយក្សសមុទ្រឈ្មោះថាប៉ូសៃដុនទី2ដែលមានកម្ពស់ដូចភ្នំបានងើបចេញពីទឹកសមុទ្រស្បែករបស់វាមានពណ៌បៃតងស្រគាំហើយមានស្លែគ្របដណ្ដប់វាកាន់ដំបងថ្មដ៏ធំមួយយក្សបាននិយាយដោយសំឡេងលាន់ឮថាអ្នកជាមនុស្សហ៊ានណាស់ដែលចូលមកក្នុងដែនទឹករបស់អញសួសដោយមិនខ្លាចបានឆ្លើយតបទៅវិញថាយើងគ្រាន់តែជាអ្នកដំណើរដែលវង្វេងផ្លូវតែប៉ុណ្ណោះសូមលោកមេត្តាអនុញ្ញាតឲ្យយើងខ្ញុំឆ្លងកាត់ទៅផងយក្សក៏បានសើចចំអកហើយនិយាយថាបានបើអ្នកហ៊ានដោះប្រស្នារបស់យើងរួចយក្សក៏បានសួរប្រស្នាទៅអ្នកទាំងពីរតើអ្វីដែលធំជាងគេបង្អស់ប៉ុន្តែមិនអាចចាប់កាន់បានកែវតែជាអ្នកមានប្រាជ្ញាបានឆ្លើយភ្លាមថាគឺសមុទ្រយក្សក៏បានភ្ញាក់ផ្អើលហើយក៏ក្រវីក្បាលទទួលស្គាល់ចម្លើយដោយស្មោះត្រង់យក្សបានលើកដំបងថ្មរបស់វាមកប៉ះនឹងទឹកសមុទ្រស្រាប់តែផ្លូវទឹកបានបើកឡើងហើយបង្ហាញពីច្រកចេញមួយមុននឹងឆ្លងកាត់ពួកគេបានឃើញកោះមាសមួយដែលមើលទៅដូចជាក្បាលនាគអណ្ដែតទឹកយក្សក៏បានប្រាប់ថាកោះនេះមិនមែនជារបស់មនុស្សទេចូលទៅឲ្យឆាប់កែវនិងសួសក៏បានបើកទូកឆ្លងកាត់ច្រកដ៏ចង្អៀតនោះយ៉ាងលឿនពេលចេញផុតពួកគេក៏បានឃើញពន្លឺថ្ងៃធម្មតាហើយសមុទ្រក៏ត្រឡប់មកមានពណ៌ខៀវធម្មតាវិញទោះបីជាពួកគេមិនបានកំណប់ទ្រព្យតាមបំណងក៏ដោយក៏ពួកគេមានរឿងនិទានមួយដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានចឹងសាច់រឿងនេះតកតងជាមួយនឹងបរិសុទ្ធពីរនាក់បាទជិះទូកផ្សងព្រេងនៅលើមហាសមុទ្រដ៏ធំធេងបាទជួបជាមួយនឹងគ្រោះថ្នាក់ជាច្រើនបាទជួបយក្សបាទជួបមឹកយក្សជួបសត្វសមុទ្របាទធំជាច្រើនប៉ុន្តែគាត់បានរួចជីវិតមកវិញដោយសារបរិសុទ្ធឈ្មោះកែវគាត់ជាអ្នកមានប្រាជ្ញាបាទអញ្ចឹងគាត់បានឆ្លើយភ្លាមបាទជាមួយនឹងយក្សតែម្ដងបាទ
អញ្ចឹងធ្វើឲ្យរយៈហ្នឹងគឺស្ងើចសរសើរហើយរយៈហ្នឹងក៏ជារយៈដែលស្មោះត្រង់ដែរព្រោះគេជាអ្នករក្សានៅដែនសមុទ្រហ្នឹងបាទអញ្ចឹងបើសិនជាអ្នកណាដែលអាចដល់ប្រស្នានឹងបានអញ្ចឹងគេអនុញ្ញាតឲ្យធ្វើការឆ្លងកាត់បាទដែនដីដែនទឹករបស់គេនឹងបានបាទហើយបរិសុទ្ធទាំងពីរអ្នកហ្នឹងក៏បានធ្វើដំណើរទៅតាមទីដែលយៈហ្នឹងគូសឲ្យទៅហ្នឹងបាទហើយក៏ទៅជួបជាមួយនឹងកោះដែលសម្បូរទៅដោយកំណប់ទ្រព្យប៉ុន្តែយៈនឹងមិនឲ្យចូលទៅទេបាទដោយសារតែកន្លែងហ្នឹងមនុស្សធម្មតាគឺមិនអាចទៅបានទេបាទវាមានគ្រោះថ្នាក់អីផ្សេងបាទជាច្រើនបាទនៅកន្លែងហ្នឹងបាទអញ្ចឹងរឿងហ្នឹងចាប់ប៉ុណ្្នឹងទេបាទសម្រាប់ពុកម៉ែបងប្អូនលោកយាយលោកតាយើងដែលចូលចិត្តនៅរឿងព្រេងបាទនិទានបាទកុំភ្លេចធ្វើការចុច subscribe ចុច follow page ក៏ដូចជា TikTok របស់ខ្ញុំបានម្នាក់មួយដើម្បីទទួលបាននៅរឿងនិទានថ្មីជាបន្តទៀតបាទដែលខ្ញុំបាទនឹងផលិតជូនពុកម៉ែបងប្អូនយើងបានស្ដាប់កំសាន្តបាទជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ